Samdech Akamoha Sena Pedai Daicho Hun Sen, the President of the ជូហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាសូមគោរពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាសូមគោរពអាយដាមស៊ីយេតយូស៊ូបរ៉ាហ្សាហ្គីឡានីប្រធានព្រឹទ្ធសភានៃប្រទេសប៉ាគីស្ថាននិងជាប្រធានសន្និសីទ ISC សូមគោរពអាយដាមលោកជំទាវប្រធានសភានិងប្រធានប្រតិភូទាំងអស់សូមគោរពអាយដាមលោកជំទាវភ្ញៀវកិត្តិយសនិងសមាជិការដ្ឋសភាព្រឹទ្ធសភាទាំងអស់ជាទីគោរពអរុនសុស្ដីនិងសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតមកកាន់សន្និសីទប្រធានសភាអន្តរសភាលើកទី2ដែលបានរៀបចំឡើងនៅទីក្រុងនៅរាជធានីភ្នំពេញដ៏ស្រស់ស្អាតចាសសូមស្វាគមន៍ជម្រាបសួរតាំងនាមឲ្យលេខាធិការដ្ឋាន ISC ខ្ញុំសូមសម្ដែងនៅកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះអាដាមលោកជំទាវទាំងអស់ដែលបានអញ្ជើញចូលរួមជាមួយយើងនាថ្ងៃនេះវត្តមានរបស់អាដាមលោកជំទាវលោកភ្ញៀវកិត្តិយសទាំងអស់ជាការស្ដែងឲ្យឃើញនៅធាតុពិតដ៏សំខាន់មួយគឺការទូតសភានៅតែជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយក្នុងការកសាងទំនុកចិត្តការយោគយល់និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងអស់ជាបឋមអនុញ្ញាតឲ្យខ្ញុំសម្ដែងនៅការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ផ្ទះដ៏សប្បុរសរបស់យើងគឺប្រជាណាចក្រកម្ពុជាសន្និសីទ ISC លើកទី2ត្រូវបានរៀបចំឡើងដោយមោទនភាពដែលមានការសហការរៀបចំដោយ ISC ព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជានិងរដ្ឋសភានៃប្រជាណាចក្រកម្ពុជាយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោហ៊ុនសែនប្រធានសភាសម្រាប់គំនិតព្រួយផ្ដើមប្រកបដោយចក្ខុវិស័យនិងការគ្រប់គ្រងយ៉ាងរឹងមាំក្នុងការធ្វើឲ្យសន្និសីទនេះលេចចេញជារូបរាងឡើងសូមថ្លែងអំណរគុណយើងខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាយើងខ្ញុំសូមថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅនិងការរៀបចំយ៉ាងផ្ចិតផ្ចង់ហើយយើងខ្ញុំក៏មានកិត្តិយសដែលបានដែលប្រតិភូរបស់យើងបានទទួលការប្រោសប្រទានអនុញ្ញាតចូលគាល់ព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាកាលពីព្រឹកមិញនេះតាំងពីការបង្កើតឡើងមក ISC បានដើរតួនាទីជាវេទិកាដែលថ្នាក់ដឹកនាំនីតិបញ្ញត្តិបង្កើតនៅដៃគូដ៏ពិតប្រាកដដែលការចេញពីកិច្ចសន្ទនាការគ្រប់គ្នាទៅវិញទៅមកនិងការបដិញ្ញាចិត្តរួមគ្នាដើម្បីពិភពលោកមួយកាន់តែប្រសើរជាងមុនតាមរយៈការអនុវត្តជាក់ស្ដែងនៃការសន្ទនានិងការទូតសភា ISC យើងព្យាយាមស្វែងរកដំណោះស្រាយបញ្ហាប្រឈមសំខាន់បំផុតនៅក្នុងសម័យកាលរបស់យើងបដិញ្ញាចិត្តចូលរួមចំណែកដោយផ្ទាល់ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីការការពារបរិស្ថានការអភិវឌ្ឍប្រកបដោយចីរភាពកិច្ចសហប្រតិបត្តិការអន្តរសាសនានិងការផ្ដល់អំណាចដល់ស្ត្រីនិងយុវជនចាប់តាំងពីជំនួបដំបូងរបស់យើងនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េមក IOC គឺបានរីកចម្រើនជាលំដាប់ក្រោមការដឹកនាំយ៉ាងឆ្នើមរបស់អាយដាមស៊ីយេតយូសាបរ៉ាហ្សាហ្គីឡានីដែលជាប្រធាន ISC ក៏ដូចជាមានការគ្រប់គ្រងពីក្រមការងារលេខាធិការដ្ឋានរបស់នៅទីក្រុងហ្សឺណែវនិងទីក្រុងសេអ៊ូលគឺ ISC បានបន្តពង្រីកបណ្ដាញរបស់ខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការនិងកសាងគ្រឹះស្ថាប័នយ៉ាងរឹងមាំដំណើររបស់យើងបាននាំយើងចាប់ចេញពីទីក្រុងសេអ៊ូលដែលជាកន្លែងចក្ខុវិស័យនេះត្រូវបានបដិសន្ធិឡើងរហូតដល់ទីក្រុងអ៊ីស្លាមាបាតដែលកិច្ចសហប្រតិបត្តិការរបស់យើងបានចាស់ទុំជាងមុនហើយនៅពេលនេះយើងបានមកដល់រាជធានីភ្នំពេញមេគានេះគឺបានឆ្លុះបញ្ចាំងអំពីការរីកចម្រើនលូតលាស់នៃទំនុកចិត្តនិងការចូលរួមយ៉ាងសកម្មនៅក្នុងតំបន់និងទៅហួសពីតំបន់របស់យើងថែមទៀតនៅក្នុងឆ្នាំនេះយើងជុំគ្នាក្រោមប្រធានបទសាមគ្គីភាពដើម្បីសន្តិភាពវិបលភាពរួមការពង្រឹងច្បាប់អន្តរជាតិនិងការដោះស្រាយជម្លោះដោយសន្តិវិធីប្រធានបទនេះពិតជាចំពេលវេលាយ៉ាងសមស្របបំផុតដែលជាការអំពាវនាវឲ្យសភារបស់យើងឈរ
ឈរនៅក្នុងសាមគ្គីភាពទទួលស្គាល់ថាសន្តិភាពយូរអង្វែងនិងវិបលភាពរួមគឺมันអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយប្រធានបទនេះក៏ជួយរំលឹកយើងថាការបដិញ្ញាចិត្តរបស់យើងចំពោះច្បាប់អន្តរជាតិត្រូវតែស្ដែងចេញយ៉ាងសកម្មនៅក្នុងច្បាប់ដែលយើងអនុម័តគោលនយោបាយដែលយើងលើកកម្ពស់និងសកម្មភាពដែលយើងអនុវត្តខណៈពេលដែលយើងកំពុងពិភាក្សានៅក្នុងរយៈពេល2ថ្ងៃនេះយើងមានភាពជឿជាក់ថាប្រធានបទនឹងតម្រង់ទិសយើងឆ្ពោះទៅរកលទ្ធផលដែលមានអត្ថន័យនិងយូរអង្វែងគណៈប្រតិភូកិត្តិយសទាំងអស់លេខាធិការដ្ឋានរបស់យើងទទួលស្គាល់ថាអាដាមលោកនាយកលោកស្រីគឺជាអ្នកនាំ ISC ឈានទៅសម្រេចបាននៅគោលដៅរបស់យើងខ្ញុំសូមស្នើសុំឲ្យមានការចូលរួមយ៉ាងសកម្មសម្រាប់ជាប្រយោជន៍នៃប្រជាជនដែលយើងបម្រើឲ្យលេខាធិការដ្ឋាន ISC ត្រៀមខ្លួនជាស្រេចក្នុងការគ្រប់គ្រងអាយដាមលោកជំទាវយ៉ាងពេញទំហឹងយើងខ្ញុំសូមអញ្ជើញសភាជាសមាជិកចូលរួមចំណែកយ៉ាងសកម្មនៅក្នុងវេទិការបស់យើងហើយខ្ញុំក៏ជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណចំពោះម្ចាស់ផ្ទះជាថ្មីម្ដងទៀតសម្រាប់ទឹកចិត្តសប្បុរសយ៉ាងជ្រាលជ្រៅសូមឲ្យពេលវេលារបស់យើងនៅរាជធានីភ្នំពេញទទួលបានផលសម្រាប់ប្រកបដោយផ្លែផ្កាការសន្ទនាប្រកបដោយភាពស្មោះត្រង់និងស្ថាបនាព្រមទាំងការបដិញ្ញាចិត្តរួមគ្នារបស់យើងដើម្បីសន្តិភាពនិងវិបលភាពកាន់តែរឹងមាំជាងពេលណាទាំងអស់សូមអរគុណ